រឿងសត្វខ្លាចាញ់ប្រាជ្ញាសត្វគីង្គក់នឹងមកដល់ដីអណ្ដើកឃើញសួរថាម្ដេចដូច្នេះគីង្គក់ថាយើងគិតរលំឈើនេះវិញឲ្យដួលមកនឹងចាប់អណ្ដើកបោទង្គិចគល់ឈើនោះយេសូពោករួចគីង្គក់ធ្វើបញ្ចេញសំឡេងយេតែក្រត់ហើយស្រែកបន្ទោទៀតថារលំឈើហើយខ្លាយេថាវាលំទទួលក្រឡេកមើលទៅលើឃើញពពករស័តលឿនស្លើស្មានថារលំមែនក៏ស្ទុះរត់ចុះទៅទៀតសត្វទាំងពីរចេះតែដេញតាមទៅឯខ្លារត់កាន់តែឆ្ងាយបានប្រទេសនឹងតាចាស់ម្នាក់ធ្វើជាងដៃខ្លាចូលទៅសំពះតាចាស់នោះថាសូមឲ្យជួយយកអាយុខ្ញុំផងត្បិតគីង្គក់និងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិតតាចាស់តបទៅនឹងខ្លាថានៅចុះសឹមអញជួយឯងឲ្យរួចពីស្លាប់គុំឲ្យអាគីង្គក់អណ្ដើកធ្វើអ្វីបានយូរបន្តិចឃើញអណ្ដើកទៅដល់មុនខ្លាប្រាប់តាចាស់ថាអញមកទៀតហើយតាចាស់ថាមិនអីទេបើខ្លាចណាស់ត្រូវខំសពខ្លាំងទៅខ្លារឹតតែសពខ្លាំងឡើងតាចាស់ចាប់អណ្ដើកនោះបានយកទ្រព្យគូតអង្គុយហើយថាជាហើយចាំតែធ្វើដែករួចសឹមស្ងោរបន្តិចឃើញគីង្គក់ទៅដល់ទៀតខ្លាថាអានឹងហើយវាប្រាថ្នាតែភ្នែកខ្ញុំទេតាចាស់ប្រាប់ថាបើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នប់តបនឹងចង្កេះទៅខ្លាធ្វើតាមឯតាចាស់នោះគាត់ស្លៀកខោជើងធំពេកអង្គុយលើអណ្ដើកកំពុងតែពើតរូសកោសកំបិតភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោមធ្លាក់ស្ទោបនៅកណ្ដាលវាលគីង្គក់ក្រឡេកឃើញប្រាប់ទៅអណ្ដើកថាបងជាបុរលឯងមើលខាងក្រោមអណ្ដើកក្រឡេកទៅឃើញប្រដាប់តាចាស់នោះទាំងអស់ក៏មានចិត្តអោបព្រួយហើយអត់បាចូលទៅក្នុងជើងខោខំក្រឹបដោយចង្កូមដាច់ត្រឹមគល់ទៅទាំងអស់តាចាស់ដួលបាសជើងច្រោងគីង្គក់ស្រែកថាទៅកូនយើងដួលមួយហើយខ្លាឃើញតាចាស់ដួលក៏ស្ទុះរត់ទៅដោយទាំងស្នប់នោះទៅផងគីង្គក់ដេញតាមទៅដល់ចិត្តមាត់ស្ទឹងមួយមានទឹកជ្រៅគីង្គក់ស្រែកឲ្យអណ្ដើកថាបងប្រយ័ត្នខំស្ទាក់កុំឲ្យវាលោតទឹកក្រែងបាត់ដានខ្លាអៀក៏លោតទៅក្នុងទឹកចូលក្នុងស្នប់ទឹកហូរខ្លាំងក៏នាំខ្លាលិចស្លាប់ទៅសត្វអណ្ដើក